បងប្អូនមកខ្ញុំនឹងប្រាប់ពីរបៀបចាក់លេខរៀងយើងមានវិធី4ប្រភេទដែលអាចងាយៗឲ្យបងប្អូនក្នុងការរៀបចំលេខលំដាប់យើងចង់ចាក់ពីលេខប៉ុន្មានដល់លេខប៉ុន្មានក៏បានដែរបងប្អូនអត់កំណត់ទេអញ្ចឹងមកខ្ញុំនឹងប្រាប់គន្លឹះងាយៗឲ្យបងប្អូនធ្វើតាមខ្ញុំអញ្ចឹងវិធីទី1បងប្អូនក៏និយាយលេខ1លេខ2បន្ទាប់មកស្លេកទាំងពីរមកហើយអូសចុះមកក្រោមអញ្ចឹងមកយើងនឹងបានចំនួនតាមលេខមកវិធីទី2គឺដូចគ្នាដែរប៉ុន្តែយើងវិញតែលេខ1ហើយយើងអូសចុះមកក្រោមបន្ទាប់មកបងប្អូននឹងឃើញសញ្ញាមួយខាងស្ដាំដៃដល់មកយើងជួយលេខ2វិធីទី3គឺបងប្អូនចុចលេខ1រួចហើយបងប្អូនចុចពាក្យ L H L I S បន្ទាប់មកវាចេញផ្ទាំងឲ្យយើងមួយហើយយើងជ្រើសពាក្យ column ហើយចុចចំនួនដែលយើងកំណត់តែមកចុចអូខេវាទៅអូតូបាទទីចុងក្រោយគេគឺបងប្អូនចុចសញ្ញាស្មើហើយវារូបមន្តដែលខ្ញុំបានផាន់ខាងលើមកហើយចុចចំនួនដែលយើងកំណត់មកគឺវានឹងចេញឲ្យអូតូអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយទៀត